រូបរាងយក្សដែលមានដៃច្រើនបានសម្លឹងមកមើលគាត់ពីក្រៅពិភពលោកយីភីងនៅតែបន្តអង្គុយពេនភ្នែនជាមួយនឹងភ្នែករបស់គាត់បានបិទគាត់បានផ្ដោតអារម្មណ៍ជាមួយនឹងការត្រជាក់ចិត្តភ្នែករបស់គាត់បានបើកហើយពន្លឺព្រះច័ន្ទបានជះឡើងនៅខាងក្នុងពួកវាយីភីងបាននិយាយថានេះហើយគឺជាវានេះគឺជាតិចនិចខ្លួនឯងផ្ទាល់របស់ការវឹកហាត់ខ្លួនប្រាណរបស់អ្នកវឹកហាត់អមតៈយីភីងបានបិទភ្នែករបស់គាត់ហើយបានផ្ដោតអារម្មណ៍ក្នុងគណៈ2-3ដង្ហើមនេះយ៉ាងណាក៏ដោយនៅខាងក្នុងការស្វែងយល់និងការយល់ឃើញរបស់គាត់វាមើលទៅពីបានដូចជាច្រើនម៉ោងហើយបានកន្លងផុតទៅនៅខាងក្នុងចិត្តរបស់គាត់គឺបានលេចឡើងដោយដូចជាអតិទេពបិសាចដែលដងខ្លួនរបស់វាមើលទៅបង្កើតឡើងដោយដុំដាច់ឋានសួគ៌មើលទៅប្រៀបបានដូចជាអស្ចារ្យនិងមិនអាចបំភ្លេចបំផ្លាញបានរូបដ៏ធំនោះប្រៀបបានដូចជាកាន់ច្បាប់នៃចក្រវាលទាំងមូលនៅខាងក្នុងដៃហើយបានឈរផ្ទុយអំពីពន្លឺកាំរស្មីព្រះអាទិត្យដ៏ភ្លឺចែងចាំងអំណាចនៃខ្លឹមសារពិតដ៏អស្ចារ្យរបស់អតិទេពបិសាចបានបញ្ចេញអំណាចពន្លឺនិងសម្ពាធដ៏អស្ចារ្យដែលមិនអាចបំបែកបានគឺបានលើកគាត់កាន់នឹងដៃភាពដ៏គួរឲ្យតក់ស្លុតដែលមិនអាចពន្យល់បានយីភីងប្រៀបបានដូចជាដង្កូវមួយនៅខាងក្នុងបាតដៃរបស់គាត់អតិទេពបិសាចបានសម្លឹងទៅមើលគាត់ប្រៀបបានដូចជាគាត់ខ្លួនឯងនេះព្យាយាមសម្លឹងទៅមើលសារៈសំខាន់របស់វាខ្លួនឯងភ្នែកដ៏ធំនោះបានបែកចូលទៅក្នុងការសម្លឹងមើលរបស់យីភីងជាមួយនឹងការសម្លឹងដោយភ្នែកនោះប្រៀបបានដូចជាអ្វីៗទាំងអស់គឺមិនអាចលាក់បាំងសូម្បីតែបន្តិចទោះបីជានៅជ្រុងមកបៀតទូចបំផុតនៅខាងក្នុងចិត្តវិញ្ញាណរបស់គាត់គឺមិនអាចលាក់បាំងអ្វីទាំងអស់ហើយអ្វីមួយដែលប្រៀបបានដូចជាអំណាចបានហូរចូលដូចជាព័ត៌មានអំពីភាពល្អឥតខ្ចោះបានមកបក់បោកមកកាន់គាត់ព្រិចបានដូចជាកាំរស្មីហូរដូចជាទឹកទន្លេចូលក្នុងសមុទ្រហូរចូលទៅក្នុងការគិតរបស់គាត់នៅក្នុងពិភពលោកពិតយីភីងនៅតែបន្តអង្គុយពេនភ្នែនជាមួយនឹងភ្នែករបស់គាត់បានបិទភ្នែករបស់យីភីងបានបើកភ្លាមនោះមានអ្វីមួយបានចែងចាំងជាមួយនឹងវាគាត់បានងើបឡើងហើយបានសម្លឹងទៅមើលកំពូលភ្នំឥឡូវហ្នឹងគាត់បានយល់ហើយអំពីអ្វីដែលគេហៅថាការវឹកហាត់ខ្លួនប្រាណរបស់អតិទេពបិសាចដែលវាប្រៀបបានដូចជាការយកផ្ទៃមេឃទាំងមូលធ្វើជាញញួរហើយយកផានដីធ្វើជាកន្លែងដំញញួរហើយស្រូបអ្វីៗគ្រប់យ៉ាងទាំងអស់ហើយក៏បានកែប្រែខ្លួនคล้ายទៅជារាងកាយថ្មីមួយវាបែងចែកជា5កម្រិតតិចតួចអតិទេពបិសាចកម្រិតអស្ចារ្យអតិទេពបិសាចកម្រិតមហាអស្ចារ្យអតិទេពបិសាចកម្រិតអតិទេពបិសាចនៃសាសនាតាវនិងកម្រិតអ្នកបង្កើតអតិទេពនៃសាសនាតាវថ្មីនេះការវឹកហាត់មួយបានលេចឡើងនៅខាងក្នុងការចងចាំរបស់យីភីងវាគឺជាភាគរបស់កម្រិតតិចតួចអតិទេពបិសាចប្រើប្រាស់ផ្ទៃមេឃប្រៀបបានដូចជាញញួរហើយប្រើប្រាស់ផែនដីប្រៀបបានដូចជាកន្លែងដំញញួរលុតដំសាច់ឈាម81ដងហើយនឹងចម្រាញ់ដងខ្លួនខ្លាចទៅជាកម្រិតអតិទេពបិសាចតិចតួចនៅក្នុងគណៈពេលនោះផងដែរអំណាចដ៏អស្ចារ្យសាច់នៃឈាមវានឹងខ្លាចទៅជានិករាជពិតឈាមជាមួយនឹងធម្មពលឈីរះឡើងដូចជាកម្លាំងនៃព្រះអាទិត្យហើយជាមួយនឹងសារៈសំខាន់នៃកម្លាំងធាតុជាមួយនឹងចិត្តវិញ្ញាណឡើងដល់កម្រិតវាគោលសរនៃសិល្បៈក្បាច់គុណលុតដំខ្លួនប្រាណអតិទេពបិសាចនោះគោលការណ៍សំខាន់គឺវាប្រៀបបានដូចជាញញួរគឺជាឋានសួគ៌ហើយផែនដីគឺជាកន្លែងដែលញញួរដំហើយលុតដំដដែលនៅពីលើខ្លួនប្រាណដោយធម្មពលវិញ្ញាណផ្សារភ្ជាប់គ្នាជាមួយនឹងឋានសួគ៌និងផែនដីខ្ចីធម្មពលផែនដីដើម្បីធ្វើជាចង្ក្រានហើយបន្តមកទៀតឋានសួគ៌ក៏បានខ្លាចទៅជាញញួរដំទៅលើខ្លួនប្រាណរហូតទៅដល់ខ្លួនប្រាណរបស់អតិទេពបិសាចចេញជារូបរាងនៅក្នុងគណៈពេលនោះដែររូបរាងខ្លួនប្រាណទាំងមូលនឹងខ្លាចទៅជានិពិតឈាមជាមួយនឹងកម្លាំងធាតុប្រៀបបានដូចជាព្រះអាទិត្យហើយសារធាតុសំខាន់នៃកម្លាំងឈីជាមួយនឹងធម្មពលវិញ្ញាណឡើងទៅដល់កម្រិតកំពូលការធ្វើបែបនេះគឺវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់រូបរាងខ្លួនប្រាណគឺខ្ទេចខ្ទីម្ដងហើយម្ដងទៀតបន្ទាប់មកព្យាបាលវិញហើយវាត្រូវការមនុស្សដែលមានចិត្តគំនិតរឹងមាំយីភីងព្យាយាមយល់អ្វីៗគ្រប់យ៉ាងគាត់បាននិយាយថារបៀបក្បួនរបស់អ្នកវឹកហាត់ដែលខ្លាំងក្លាជាងគេគឺពួកគេត្រូវការភាពអត់ធ្មត់ដោយយល់ឃើញបែបនេះគាត់ក៏បានយល់ហើយគាត់បាននិយាយថាប៉ុន្តែប្រសិនបើចង់បង្កើតជាញញួរមេឃហើយជាមួយនឹងផែនដីជាចង្ក្រានគាត់ត្រូវការធម្មពលនៃឫសគល់ខាងវិញ្ញាណដើម្បីផ្សារភ្ជាប់ជាមួយនឹងឋានសួគ៌និងផែនដីតើគាត់ត្រូវធ្វើមិនទៅតួឯកប្រុសរបស់យើងគឺបានយកដៃដាក់នៅលើក្បាលរបស់គាត់បាននិយាយដដែលវាគ្មានសំបីតែធម្មពលឬគល់ខាងវិញ្ញាណនៅក្នុងខ្លួនរបស់គាត់ពួកយើងមិនអាចចំអិនបបរដោយគ្មានអង្ករបានឡើយប៉ុន្តែគាត់ធ្លាប់បានឮថាថ្នាំគ្រាប់ដែលនៅក្នុងពិភពរបស់អ្នកវឹកហាត់គឺអាចផ្ដល់ឲ្យធម្មពលឬគល់ខាងវិញ្ញាណជាច្រើនយីភីងក៏បានគិតហើយគិតទៀតយកដៃរបស់គាត់ដាក់នៅលើចង្កាទោះជាយ៉ាងណាក៏ដោយគ្រប់ឱសថថ្នាំទាំងអស់សុទ្ធតែមានជាតិពុលរបស់វាតាំងពីគាត់មិនទាន់ចូលនៅក្នុងកម្រិតចម្រាញ់ឈីគាត់មិនដឹងថាវាមានសុវត្ថិភាពឬក៏អត់នៅឡើយសម្រាប់លើខ្លួនរបស់គាត់រឿងដ៏សំខាន់កុំត្រូវធ្វើអីដែលវាបន្ថយបន្តានគាត់បានចងចាំថា
គ្រូរបស់គាត់បានប្រាប់គាត់ថាសិស្សច្បងធំទី2របស់គាត់ដែលគាត់គឺជាអ្នកជំនាញក្នុងការចម្រាញ់ឱសថទោះឯប្រុសរបស់យើងឆ្ងល់ថាតើគាត់អាចស្នើសុំឲ្យសិស្សច្បងទី2បង្រៀនគាត់បានឬក៏អត់ក្នុងគណៈពេលនោះដែរនៅក្នុងវិមានរបស់សិស្សច្បងធំទី2លូឈិនក៏បានសម្លឹងទៅមើលអំណាចដ៏អស្ចារ្យលេចឡើងនៅក្នុងដៃរបស់គាត់ដុំត្បូងមួយនោះវាបានបញ្ចេញពន្លឺដ៏ភ្លឺលូឈិនបាននិយាយថាក្របថ្នាំមួយទៀតហើយដែលបានចេញរូបរាងគាត់បានបន្តទៀតថាគាត់ត្រូវតែរក្សាលំនឹងចិត្តឲ្យបាននឹងណកុំឲ្យសប្បាយចិត្តពេកនៅក្នុងការជោគជ័យហើយកុំឲ្យពិបាកចិត្តនៅក្នុងការបាត់បង់គាត់នឹងសម្រេចចិត្តឲ្យថានឹងទៅបង្ហាញទៅកាន់សិស្សច្បងធំរបស់គាត់នៅថ្ងៃស្អែកថាអ្វីទៅជាការបង្រៀនរបស់គ្រូពិតប្រាកដហើយនឹងឧទាហរណ៍ផ្ទាល់នៅក្នុងពេលព្រឹកនៅក្នុងវិមានរបស់សិស្សច្បងធំស៊ូឆាំងយូគឺពិតជាព្យាយាមមែនទែនគឺបានលើកជង្គង់អន់ក្បាលទៅក្រោមគាត់បានលើកមុខរបស់គាត់ឡើងបើកភ្នែកធំហើយមាត់របស់គាត់គឺបង្ហាញអារម្មណ៍ខឹងជាខ្លាំងការគិតមួយបានចូលនៅក្នុងគំនិតរបស់គាត់មិនបានយល់សំបីតែបន្តិចគាត់បានដួលទៅខាងក្រោយទៅលើដីចប់ហើយគាត់បោះបង់វាហើយគាត់នឹងឈប់គិតអំពីវាទៀតហើយសិនបើគាត់ធ្វើការហត់នឿយបែបនេះការដែលគេហៅថាអ្នកអន់ជាងគេនោះគឺមិនធ្លាក់មកលើគាត់ឡើយដេកនៅក្រោមដីគាត់បានគិតថាចោះយ៉ាងម៉េចបើគាត់មិនយល់នោះនៅចង់បញ្ចប់មនុស្សទាំងអស់គ្នាចង់បញ្ចប់នឹងខ្លាចទៅជាដីមកផ្លុកដូចគ្នាហ្នឹងស៊ូឆាំងយូបានគិតថាអ្វីៗគ្រប់យ៉ាងគឺគ្មានន័យអ្វីទាំងអស់ការខិតខំប្រឹងប្រែងទាំងអស់ការដែលនិយាយអំពីភាពជោគជ័យទាំងអស់ហ្នឹងគឺគ្មានន័យអ្វីទាំងអស់ស៊ូឆាំងយូក៏បានឈរឡើងមិនបានកត់សម្គាល់ឃើញថាមេប៉ាក់គឺបានឡើងកម្មចនានៅពីក្រោយគាត់គ្រូរបស់គាត់បានមើលទៅដូចជាកំពុងតែគិតអំពីអ្វីមួយទៅលើសិស្សរបស់គាត់មេប៉ាក៏បានសួរថាតើឥឡូវហ្នឹងវាដល់ណាហើយថាគាត់នឹងបានវឹកហាត់សិល្បៈក្បាច់គុននៃដាវរលកទន្លេហ្នឹងហើយតាមមែនទេសោចទាំងសមាជិកស៊ូឆាំងយូក៏បានតបថាវាគ្មានអ្វីខុសប្លែកគ្នាឡើយទោះបីជាគាត់យល់ឬក៏មិនយល់មានតែព្យាយាមកាត់ផ្តាច់អំពីចំណងនៃការចង់បានទើបមនុស្សគ្រប់គ្នាស្វែងរកក្តីសប្បាយចិត្តស៊ូឆាំងយូប្រៀបបានដូចជាមានពន្លឺអ្វីរះឡើងមេប៉ាក់នោះក៏បានបិទភ្នែករបស់គាត់ព្យាយាមបាំងពន្លឺនោះហើយជេរជាមួយនឹងពន្លឺដូចជាព្រះពុទ្ធនៅពីក្រោយខ្នងរបស់គាត់តែគាត់កំពុងតែវឹកហាត់អីវិញនេះនៅតែបន្តញញឹមស៊ូឆាំងយូក៏បានរីកាទៅកាន់គ្រូរបស់គាត់មិនបានវឹកហាត់យល់អ្វីទាំងអស់គាត់បានបន្តទៀតថាគ្រូរបស់គាត់ជាមួយនឹងសិស្សរបស់គាត់មិនចាំបាច់ខ្វល់អំពីអ្វីៗគ្រប់យ៉ាងឡើយចាប់ពីពេលនេះមេប៉ាក់ម្នាក់នោះក៏បានមាក់ងាយគាត់ដឹងហើយថាវានឹងខ្លាចទៅជាបែបហ្នឹងហើយគាត់បានឲ្យដំបូន្មានសិស្សរបស់គាត់មកតាមគាត់ពួកគេនឹងទៅកំពូលភ្នំនៃព្រៃសម្ងាត់អារម្មណ៍របស់ស៊ូឆាំងយូគឺបានផ្លាស់ប្ដូរភ្លាមគាត់ភ្លាមនោះក៏បានភ័យខ្លាចជាខ្លាំងហើយក៏បានញាប់ពេញខ្លួនស៊ូឆាំងយូក៏បាននិយាយថាអ្វីវិញគ្រូរបស់គាត់ក៏បានតបថាជីវិតនៃការស្លាប់ពិតប្រាកដនឹងជួយឲ្យគាត់បំបែកកម្រិតហើយវានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ស៊ូឆាំងយូក្នុងការឆ្ពោះទៅមុខសិស្សដែលកំពុងតែពិបាកចិត្តព្យាយាមបដិសេធជាមួយនឹងគ្រូរបស់គាត់ពាក្យដែលគាត់និយាយអំបញ្ញមិញគឺជាកំពូលភ្នំនៃព្រៃសម្ងាត់គាត់មើលទៅពិតជាពិបាកចិត្តជាមួយនឹងការបាក់ទឹកចិត្តជាខ្លាំងព្រៃភ្នំសម្ងាត់គឺជាកន្លែងដ៏គ្រោះថ្នាក់បំផុតនៅខាងក្នុងជីងជោដែលយោងទៅតាមថាមពលឋានសួគ៌និងផែនដីនៅទីនោះដ៏ច្រើនសន្ធឹកសន្ធាប់សត្វបិសាចដែលមានឥទ្ធិពលនិងកម្លាំងដ៏ខ្លាំងក្លាគឺរស់នៅទីនោះទោះបីជាកូនសិស្សរបស់ប៉ាក់ដ៏ខ្លាំងក្លាជាងគេនៅខាងក្នុងជីងជោក៏ងាយស្រួលបំផុតក្នុងការស្លាប់នៅទីនោះផងដែរមេប៉ាក់ក៏បានឆ្លើយថាគណៈពេលដែលគាត់បង្រៀនទៅកាន់ស៊ូឆាំងយូគាត់ក៏អាចប្រមាញ់សត្វបិសាចកម្រិតទាបផងដែរហើយនឹងទទួលបានបន្ទុកក្នុងការយកទៅដូរជាមួយនឹងវិជាគុណទៅកាន់កូនសិស្សផ្សេងៗទៀតផងដែរគាត់បានសម្រេចចិត្តថាគាត់នឹងមិនចង់ទៅបោកប្រាស់អាឡិតយីភីងទៀតឡើយដោយឲ្យយីភីងនឹងគូគំនូអីវិញនោះស៊ូឆាំងយូក៏បានរត់ឡើងលឿនគាត់ក៏បានស្រែកខ្លាំងៗថាគាត់នឹងមិនទៅព្រៃភ្នំសម្ងាត់នឹងឡើយជីវិតរបស់គាត់គឺពិតជាសំខាន់ជាងអ្វីៗគ្រប់យ៉ាងទាំងអស់គ្រូម្នាក់នោះគឺបានរត់ទៅតាមគាត់ហើយបានស្រែកឲ្យគាត់ឈប់បិទមាត់ទៅតែឯងមុនហ្នឹងឯងមាននិយាយថាឯងមិនខ្វល់ពីអ្វីៗគ្រប់យ៉ាងនោះមួយនៅក្នុងចំណោមប៉ាក់3ដ៏អស្ចារ្យនៅខាងក្នុងជីងជោប៉ាក់រន្ទះដៃទាំង4មនុស្សជាច្រើនបានឈរព័ទ្ធជុំវិញមាត់ទ្វារមនុស្សម្នាក់បានឈរនៅពីមុខពួកគេជាមួយនឹងរោមនៅពីលើស្មារបស់គាត់ហើយដាក់ដៃនៅពីក្បែរខ្នងគាត់បាននិយាយថាល្អណាស់ល្អខ្លាំងណាស់សិស្ស7នាក់បានឈានដល់កម្រិតទី3នៃរន្ទះដៃស្លឹកឈើជ្រុះហើយពួកគេនឹងទៅប្រកួតជំនួសឲ្យប៉ាក់គាត់បាននិយាយទៅការអន្លិតម្នាក់ហើយបានបន្តទៀតថាហើយមានម្នាក់ទៅឡើងដល់កម្រិតល្អឥតខ្ចោះកម្រិតទី4ហើយបរិមម្នាក់នោះគឺបាននិយាយថាពិតជាល្អខ្លាំងណាស់គឺពិតជាល្អមែនតើគឺពិតជាអាចនិយាយបានថាគឺជាមនុស្សដ៏ល្អនិងមានសមត្ថភាពអស្ចារ្យនៅខាងក្នុងជីងជោពន្លឺបានភ្លឺនៅខាងក្នុងភ្នែករបស់គាត់ហើយគាត់បាននិយាយថាទោះបីជាយ៉ាងណាក៏ដោយការប្រកួតដាវដែលខិតជិតមកដល់នៅជីងជោនោះគឺមិនមែនជាព្រឹត្តិការណ៍សាមញ្ញឡើយវាគឺមានរយៈពេល2ខែទៀតអ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នហើយដើម្បីឈ្នះតំណែងនៅខាងក្នុង top ទាំង10គ្រូដូចជាគាត់ផ្ទាល់នឹងទៅបង្រៀនពួកគេផ្ទាល់តែម្ដងតើពួកអ្នកទាំងអស់គ្នាយល់ទេមនុស្សជាច្រើនបានព្យាយាមបង្កើនសំណួរជាច្រើនមេប៉ាក់ផ្ទាល់គឺបានមកបង្ហាត់ពួកគេដោយផ្ទាល់
តើវាច្បាស់ការតាមមែនទេតើមានអ្វីកើតឡើងតាមមែនទេម្នាក់នៅក្នុងចំណោមពួកគេបាននិយាយថាពួកគេមិនដែលបានឃើញគ្រូរបស់ពួកគេនៅក្នុងគណៈពេលដែលពួកគេចំណាយពេលជាច្រើននៅក្នុងបកបរិសម្នាក់នោះបានតបថាមូលហេតុគឺពួកគេមិនចាំបាច់ដឹងទេនៅពេលនេះពួកគេគ្រាន់តែខិតខំព្យាយាមឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីចូលទៅកាន់ Top 10 ក៏បានបន្តទៀតថាបន្ថែមពីលើទៅទៀតពួកគេបានទទួលព័ត៌មានច្បាស់ការថាបកដ៏សម្ងាត់នៅក្នុងជីងជើក៏បានបញ្ជូនកូនសិស្សរបស់ពួកគេទៅកាន់ការប្រកួតក្បាច់ដាវនៅជីងជើផងដែរបុរសម្នាក់ដែលមានពុកមាត់ក៏បាននិយាយទាំងការខឹងបកដ៏សម្ងាត់ក៏បានជឿជាក់ថានេះហើយគឺជាហេតុផលនៅពីលើជីងជើគឺអាណាចក្រជីងហើយនៅពីលើអាណាចក្រជីងគឺអាណាចក្រទាំង10ហើយគេធ្លាប់និយាយថានៅពេលដែលអាណាចក្រទាំង10រួមដៃគ្នាដើម្បីកម្ចាត់អំពើអាក្រក់ហើយបកធំជាច្រើនគឺបានខ្ទេចខ្ទីហើយនៅក្នុងចំណោមក្រុមដែលមានអំណាចដ៏អស្ចារ្យខ្លាំងគឺបានលាក់បាំងនៅក្នុងកន្លែងដ៏អាត់កំបាំងជាច្រើនបកដ៏សម្ងាត់ខ្លះគឺបានផ្ទេរវែងនៃការស្នើតំណែងទៅកាន់តែទូទៅដើម្បីកុំឲ្យបែកធ្លាយអំពីការសម្ងាត់នៃបកទាំងអស់នោះគឺមិនអាចប្រៀបធៀបជាមួយនឹងបកនៃរន្ទះដៃទាំង4បានឡើយវាមាននៃបករន្ទះដៃទាំង4បរិសុទ្ធដែលមានកៅអៅដ៏លយមុននោះជាមួយនឹងព្រះអាចារ្យពីរផ្សេងទៀតនៅចិត្តគាត់ម្នាក់គឺរាងចាស់ហើយម្នាក់ទៀតគឺក្មេងហើយនៅខាងឆ្វេងដៃរបស់គាត់គឺមានមនុស្សស្រីជាមួយនឹងបរិសុទ្ធសាច់ដុំដ៏ខ្ពស់បង្ហាញការគោរពទៅកាន់មេបកធំមេបកម្នាក់នោះបានឈរនៅពីមុខពួកគេហើយតបថាកុំចាំបាច់ក្បោះក្បាច់អីច្រើនពេកអីគាត់បានប្រាប់ទៅកាន់ពួកគេថានៅថ្ងៃនេះពួកគេដែលមកប្រមូលផ្ដុំគ្នានៅទីនេះគាត់គឺមានរឿងសំខាន់ដើម្បីប្រាប់ពួកគេមេបករបស់បករន្ទះដៃទាំង4គឺបានសម្លឹងទៅមើលមនុស្សទាំងអស់គ្នាដែលគោរពមកកាន់គាត់ដោយស្ងប់ស្ងាត់បន្ទាប់មកគាត់បាននិយាយថានៅថ្ងៃនេះគាត់បានក៏ហៅពួកគេមកទីនេះជាមួយនឹងរឿងដ៏សំខាន់បំផុតបុរសដែលមានក្បាលតងោហើយមានពុកមាត់ក៏បាននិយាយថាតើពួកយើងអាចដឹងទេថាតើមានរឿងអ្វីកើតឡើងគាត់គឺបានគ្រប់គ្រងដោយបុរសដែលមានពុកមាត់វែងហើយបរិសម្នាក់នោះគឺបាននិយាយថាត្រូវហើយតើមានរឿងអ្វីកើតឡើងបរិសម្នាក់ជាមួយនឹងអាយធំបាននិយាយថាតើវាអាចទេរឿងដ៏សំខាន់នោះគឺអំពីនិមិត្តសញ្ញាក្នុងការចូលទៅក្នុងវិមានថៃវ៉ាន់មេបករបស់រន្ទះដៃទាំង4បាននិយាយថាអត់ទេប្រសិនបើវាគ្រាន់តែជារឿងអំពីនិមិត្តសញ្ញាក្នុងការចូលទៅក្នុងវិមានថៃវ៉ាន់នោះគាត់មិនច្បាស់ការបែបនេះឡើយគាត់បានសួរថាតើពួកគេធ្លាប់បានឮអំពីសាលាទាំង10អាណាចក្រទេមនុស្សស្រីម្នាក់ដែលមានភ្នែកធំពាក់សម្លៀកបំពាក់ដ៏សិចស៊ីបាននិយាយលាន់មាត់សាលា10អាណាចក្រនាងបានសួរថាតើសាលានៃរឿងព្រេងនិទាននោះតើពួកគេនឹងទទួលសោះម្ដងទៀតហើយតើមែនទេសាលានៃ10អាណាចក្រគឺជាសាលាដែលឈានមកគេរបស់ផ្លូវនៃការវឹកហាត់អមតៈនៅខាងក្នុងទ្វីបទាំងមូលតែម្ដងសូម្បីតែសិស្សដែលកម្រិតទាបជាងគេបង្អស់ក៏អាចជន់ទ្វីបទាំងមូលឲ្យរង្គើផងដែរប៉ុន្តែការប្រមូលសិស្សថ្មីនៅទីនោះគឺវាពិតជាតឹងតែងនិងពិបាកខ្លាំងណាស់នៅពេលខ្លះពួកគេប្រហែលជាមិនទទួលយកមនុស្សគ្រប់គ្នារយៈពេល10ឆ្នាំហើយវាគឺជាក្តីស្រមៃរបស់អ្នកវឹកហាត់អមតៈទាំងអស់គ្នាហើយសូម្បីតែគ្មាននរណាម្នាក់អាចទទួលយកវាបានមនុស្សស្រីម្នាក់នោះគឺបាននិយាយទៅកាន់មេបកព្យាយាមសួរតើវាមានន័យថារាជវង្សនៃអាណាចក្រជីងគឺនឹងបញ្ជូនមនុស្សទៅកាន់ការប្រកួតដាវបរិសម្នាក់នោះបានឆ្លើយថាត្រូវហើយដូចដែលពីមុនអញ្ចឹងត្រកូលរាជវង្សនឹងមកដោយសម្ងាត់ហើយនឹងរើសក៏រាប់ពូជដ៏ល្អពីក្នុងការប្រកួតដាវនោះហើយនឹងបញ្ជូនពួកគេឲ្យទៅចូលរួមនៅខាងក្នុងសាលាអាណាចក្រទាំង10គាត់បានបន្តទៀតគាត់បានដឹងហើយថាតើវាគឺជានរណានោះមនុស្សទាំងអស់គ្នាគឺបានមានអារម្មណ៍ថាកំពុងតែពោពេញទៅដោយសំណួរជាច្រើនអ្វីវិញគាត់គឺពិតជាបានដឹងហើយថាមនុស្សម្នាក់នោះគឺជានរណាតើគឺជានរណានៅខាងក្នុងទ្វីបឈៀនវូនេះតំណែងនៃត្រកូលរាជវង្សគឺខ្ពស់ជាងតំណែងនៃបកនៃអ្នកវឹកហាត់អមតៈប្រសិនបើវាគឺជាបកដ៏សំខាន់របស់អ្នកវឹកហាត់អមតៈនៅខាងក្នុងអាណាចក្រជីងទោះបីជារាជវង្សក៏បង្ហាញអំពីការគោរពផងដែរប៉ុន្តែបកដែលដូចជារន្ទះដៅទាំង4ដូចជាពួកគេទោះបីជាវាប្រៀបបានដូចជាបកលេខ1នៅខាងក្នុងជីងជូនេះហើយនឹងមានមុខមាត់ប៉ុន្តែវានៅតែមិនអាចលើសនឹងអស្ចារ្យជាងត្រកូលរាជវង្សមេបកម្នាក់នោះគឺបានបង្ហាញរូបគំនូរដែលបានគូរដោយជីភីងហើយបានស្នើសុំឲ្យពួកគេទាំងអស់គ្នាមើលទៅកាន់វាមនុស្សទាំងអស់គ្នាមើលដោយយកចិត្តទុកដាក់ទៅលើរូបគំនូរនោះសំឡេងជាច្រើនបានឮឡើងតើជាកិច្ចការងារដ៏អស្ចារ្យអ្វីវិញនេះហើយគឺជា style នៃសិល្បៈរបស់វិចិត្រករឈិនលៀងបរិសុទ្ធក្បាលតំពេកឈរនៅពីក្រោយពួកគេគឺបានសួរតើចង់មានន័យថាម៉េចវិញនេះមនុស្សស្រីម្នាក់នោះបានសួរតើមនុស្សនៅក្នុងរូបភាពនោះគឺជាអ្នកមានមុខមាត់ដែលមកនងតាមមែនទេមេបកដែលបានឈរនៅពីលើខ្ពស់នោះបាននិយាយថាអ្នកប្រាជ្ញឈិនលៀងគឺបានបាត់ខ្លួន6ខែមុនក៏បានឲ្យពួកគេគិតអំពីថាតើបរិសម្នាក់នោះឥឡូវហ្នឹងកំពុងនៅឯណាហើយនឹងបាត់ទៅណាបរិសម្នាក់ដែលកំពុងតែគិតជាមួយនឹងកូនសិស្សម្នាក់នោះគឺនៅតែសង្ស័យតើវាអាចទេថាគាត់ចូលរួមជាមួយនឹងបកទូចដើម្បីវឹកហាត់នៅខាងក្នុងផ្លូវនៃអមតៈភាពមនុស្សស្រីម្នាក់បានជឿជាក់ថាវាមិនអាចទៅរួចនោះឡើយជាមួយនឹងគេឈ្មោះមុខមាត់ដ៏អស្ចារ្យ
ទោះបីជាគាត់ចង់ចូលរួមនៅខាងក្នុងបរិន្ទះដៃទាំង4ពួកគេនឹងស្វាគមន៍បរិសម្នាក់នោះដោយដៃទាំងពីរមេបកនោះបាននិយាយថាបើយោងទៅតាមការដឹងរបស់គាត់នៅខាងក្នុងរាជការជីងគឺមានបរិសកាន់ដាវអាត់កំបាំងម្នាក់ដែលធ្លាប់បានជាមនុស្សដ៏អស្ចារ្យនៅខាងក្នុងសាលា10អាណាចក្រប៉ុន្តែដោយហេតុផលខ្លះគាត់ត្រូវបានគេបណ្តេញចេញពីសាលានោះហើយបន្ទាប់មកគាត់ក៏បានក្លាយទៅជាមេតបនិងជាអ្នកស៊ើបអង្កេតហើយនឹងមេបញ្ជាការនៅខាងក្នុងអាណាចក្រជីងផងដែរពិភពលោកទាំងមូលធ្លាប់តែបានដឹងអំពីអតិទេពដើរថៃវ៉ាន់ប៉ុន្តែមានតែមនុស្សតិចតួចតែប៉ុណ្ណោះដែលបានដឹងអំពីមេតបនៃអ្នកស៊ើបអង្កេតការមួយអ្នកនោះហើយបរិសម្នាក់នោះក៏បានចូលទៅក្នុងអាណាចក្រចិត្តនៃដាវផងដែរមេបកម្នាក់នោះនៅតែបន្តឆ្ងល់ហើយបានបន្តទៀតថាតាំងពីស្នាដៃថ្មីនៃរូបភាពរបស់វិចិត្រករឈិនលៀងបានលេចឡើងនៅទីនេះវាមើលទៅដូចជាបរិសម្នាក់នេះប្រហែលជាជាប់តាក់ទងគ្នាជាមួយនឹងអាណាចក្រជីងហើយគាត់បានជឿជាក់នៅក្នុងការសរុបសេចក្តីរបស់គាត់ហើយគាត់ធ្លាប់បានលើពាក្យអាចារ្យអារាមថាមេតបម្នាក់នេះមិនសូម្បីតែខ្លាំងអស្ចារ្យនៅក្នុងការប្រើប្រាស់ដាវតែប៉ុណ្ណោះទេហើយគាត់ថែមទាំងមានរឿងសង្ហាផងដែរតែអាចទេមនុស្សជាច្រើននៅក្នុងអាណាចក្រជីងមិនស្គាល់មនុស្សម្នាក់ដែលមានកម្រិតបែបនេះបរិសម្នាក់ដែលមានអាវធំគឺបាននិយាយទៅកាន់គ្រូរបស់គាត់រឿងទាំងអស់នេះគ្រាន់តែជាការវិភាគរបស់ពួកយើងឥឡូវនេះទេតើមានអ្វីបញ្ជាក់ឲ្យថែមទៀតអត់ផ្នែកបានបញ្ចេញពន្លឺនិងបង្ហាញថ្មិញដ៏សមេបកក៏បានឆ្លើយថាច្បាស់ណាស់គឺពិតជាមានផុសតាំងក្នុងការបញ្ជាក់គាត់ក៏បានបោះរូបគំនូរនោះទៅម្ខាងហើយបានបញ្ចេញអំណាចនៅក្នុងកម្លាំងរបស់គាត់មេបកម្នាក់នោះគឺបានក្តាប់កណ្ដាប់ដៃរបស់គាត់បញ្ចេញអំណាចដ៏ខ្លាំងក្លារបស់គាត់ប៉ុន្តែវាគ្រាន់បានតែជាបញ្ចេញពន្លឺដ៏ខ្លាំងក្លារះឡើងមនុស្សជាច្រើនគឺកំពុងតែភ្ញាក់ផ្អើលនៅពេលដែលឃើញមេបកកំពុងតែព្យាយាមកំទេចរូបគំនូរនោះកម្លាំងនៃមេបកគឺបានស្ទើរតែធ្វើឲ្យពួកគេប៉ើងមេបកនោះក៏បានបន្ធូរដៃរបស់គាត់ហើយបានសួរទៅកាន់ពួកគេតើពួកគេអាចគិតថាគាត់វិភាគនេះគឺខុសឬក៏អត់គាត់បាននិយាយថាគឺវាមានអំណាចនៃចិត្តនៃដាវនៅខាងក្នុងរូបភាពវាមានតែហេតុផលពីរតែប៉ុណ្ណោះដែលអាចទៅរួចវាមានតែសិល្បករខ្លួនឯងដែលគូគំនូរនេះគឺនៅក្នុងអាណាចក្រនៃចិត្តនៃដាវប៉ុន្តែគេធ្លាប់បានដឹងហើយថាអ្នកប្រាជ្ញឈិនលៀងមិនបានដើរទៅលើផ្លូវនៃការវឹកហាត់អមតៈឡើយវាមានតែហេតុផលអាចទៅរួចសំខាន់មួយតែប៉ុណ្ណោះមនុស្សនៅខាងក្នុងរូបភាពនោះគឺជាមនុស្សដែលអាចប្រមូលផ្ដុំចិត្តនៃដាវហើយប្រមូលវាដាក់នៅលើគំនូរនេះយ៉ាងណាក៏ដោយមនុស្សនៅក្នុងរូបគំនូរម្នាក់នោះប្រហែលជាអ្នកនាំពាក្យអីអ្នកទាំងអស់គ្នានោះគឺពិតជាសប្បាយរីករាយក្នុងការកាត់អត្ថន័យរបស់មេបកគឺពិតជាគិតដល់វែងឆ្ងាយនិងអស្ចារ្យគឺដូចជាការរំពឹងទុកចឹងគាត់គឺជាមេបកគិតយ៉ាងលម្អិតលម្អន់ជាមួយនឹងការវិភាគដ៏តូចតាចបែបនេះមេបកគឺពិតជាមនុស្សដ៏អស្ចារ្យក្នុងការទូទាយដ៏ប៉ិនប្រសប់មេបកម្នាក់នោះគឺបានសើចដ៏អស្ចារ្យច្បាស់ណាស់តើពួកគេនៅតែឆ្ងល់អីទៀតតើមែនទេគាត់បាននិយាយថាវាក៏អាចមានហេតុផលមួយទៀតផងដែរមេតបនៃអ្នកស៊ើបអង្កេតការម្នាក់នេះគឺតែងតែគេដឹងថាមិនចូលចិត្តទ្រព្យសម្បត្តិជាមួយនឹងមនុស្សស្រីគឺចូលចិត្តតែមួយគត់គឺចូលចិត្តសងព្រេងនៅខាងក្នុងព្រៃភ្នំនិងទន្លេហើយស្វែងយល់ពីពិភពលោកទាំងមូលនៅពេលខ្លះគាត់តែងតែផ្លាស់ប្ដូរទ្រព្យសម្បត្តិដ៏អស្ចារ្យនៅខាងក្នុងអាណាចក្រដែលបានផ្ដល់ដោយស្ដេចខ្លួនផ្ទាល់ដូចជាលុយហើយគាត់យកវាទៅចំណាយអត់បានការហើយគាត់ក៏ទទួលបានរូបភាពនៅខាងក្នុងទីក្រុងពីបុរាណនៃផ្លែឈើពណ៌សបើយោងទៅតាមហាងបញ្ចាំបាននិយាយថាមនុស្សដែលបានលក់រូបគំនូរនោះគឺពិតជាស្រដៀងទៅជាមួយនឹងរូបភាពនេះតែម្ដងវាគឺពិតជាប្រៀបប្រដូចជាមួយនឹងទម្លាប់របស់គាត់បរិសុទ្ធខ្ពស់ម្នាក់បាននិយាយថាពិតជាអញ្ចឹងហើយមនុស្សដ៏អស្ចារ្យជាច្រើនគឺតែងតែស្វែងយល់និងចូលចិត្តកន្លែងដ៏អាត់កំបាំងដូចជាយកដាវរបស់ពួកគេផ្ដល់ទៅកាន់មនុស្សផ្សេងដោយធម្មតាដើម្បីផ្លាស់ប្ដូរយកផ្លែឈើមនុស្សស្រីម្នាក់បាននិយាយថាតើមេបកនឹងចង់ឲ្យពួកយើងទាំងអស់គ្នាបង្ហាញការគោរពទៅកាន់គាត់មេបកម្នាក់នោះបាននិយាយថាអត់ទេពួកយើងច្បាស់ណាស់យើងត្រូវតែទៅអែបអបទៅកាន់គាត់យ៉ាងណាក៏ដោយព័ត៌មាននេះត្រូវតែបិទឲ្យជិតជាមួយនឹងមនុស្សដែលនៅក្នុងកម្រិតខ្ពស់បែបនោះតើអ្វីទៅដែលគាត់មិនធ្លាប់បានឃើញនោះការលេងល្បិចបែបហ្នឹងគឺធ្វើឲ្យគាត់មើលមកយើងដូចមិនទៅប្រសិនបើពួកគេទាំងអស់គ្នាបានជួបគាត់មែននោះពួកគេគួរតែគោរពហើយនឹងសុំដំបូន្មានប្រហែលជាមានតែផ្លូវនេះទេដែលពួកគេអាចយកឈ្នះចិត្តរបស់គាត់បានអង្អែពុកមាត់ជាមួយនឹងដៃរបស់គាត់មេបកគឺមានអំណួតបានគិតថាច្បាស់ណាស់ប្រសិនបើគាត់មិនអាចស្វែងយល់អំពីរឿងដ៏អស្ចារ្យបែបនេះតើគាត់អាចខ្លាចជាមេបកដែររបៀបណា